អបអសាទរសាកលវិទ្យាល័យ Belgian អន្តរជាតិចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Monash College ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាននៅកម្ពុជានៅថ្ងៃទី29ខែមករាឆ្នាំ2026សាកលវិទ្យាល័យ Belgian អន្តរជាតិបានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាផ្លូវការជាមួយ Monash College ដើម្បីសហការបើកកម្មវិធីសិក្សាឆ្នាំមូលដ្ឋានសិក្សានៅអគារស្នាក់ការកណ្ដាល Belti Group ស្ថិតនៅអគារលេខ171មហាវិថីនារុផ្លូវ215សង្កាត់ផ្សារដើមគោកខណ្ឌទូគោករាជធានីភ្នំពេញដោយទទួលចុះឈ្មោះចូលរៀននៅខែតុលាឆ្នាំ2026ខាងមុខនេះកម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតកឹមសេដ្ឋានីរដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារហុងជួននរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាព្រមទាំងឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយក Belti Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belti អន្តរជាតិនិងលោកជំទាវនិងអ្នកស្រីសាស្ត្រាចារ្យ Ali Clements អនុអធិការបតីផ្នែកអប់រំសាកលវិទ្យាធិការរងជាន់ខ្ពស់នៃ Monash University និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ Monash College រួមជាមួយវត្តមានភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងសិស្សនិស្សិត Belti សរុបចំនួន1500នាក់ឯកឧត្តមលីណាវុតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belti អន្តរជាតិបានមានប្រសាសន៍ថានេះគឺជាកិត្តិយសនិងមោទនភាពសម្រាប់សាកលវិទ្យាល័យ Belti អន្តរជាតិដែលបានក្លាយជាស្ថាប័នដំបូងគេនៅកម្ពុជាក្នុងការសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ Monash University លើផ្នែកពាណិជ្ជកម្មបច្ចេកវិទ្យាព័ត៌មាននិងពេទ្យដែលនឹងផ្ដល់ជូននិស្សិតនៅកម្ពុជានិងក្រៅប្រទេសនៅចំណេះដឹងជំនាញនិងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់ឯកឧត្តមបានបញ្ជាក់ថា Monash College គឺជាផ្នែកមួយនៃ Monash University ដែលជាសាកលវិទ្យាល័យលំដាប់កំពូលនៅប្រទេសអូស្ត្រាលីដែលមានការទទួលស្គាល់លើគុណភាពក្នុងការបណ្ដុះបណ្ដាលនិស្សិតកម្រិតឧត្តមសិក្សាបន្ទាប់ពីលោក Fabian Maron សាកលវិទ្យាធិការរងនៃ Monash University និងជានាយកប្រតិបត្តិនៃ Monash College បានជម្រាបជូនអំពីកម្មវិធីសិក្សានិងលក្ខណៈពិសេសនៃ Monash University រួចមកអ្នកស្រីសាស្ត្រាចារ្យ Ali Clements បានបន្ថែមថា Monash University មានមោទនភាពចំពោះការបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយសាកលវិទ្យាល័យ Belti អន្តរជាតិហើយតាមរយៈភាពជាដៃគូនេះ Monash University មានឱកាសចូលរួមគាំទ្រដល់វិស័យអធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសលើវិស័យអប់រំបច្ចេកវិទ្យានិងសុខភាពអ្នកស្រីសាស្ត្រាចារ្យសង្ឃឹមថានឹងមានសិស្សនិស្សិតពីកម្ពុជានៅបន្តការសិក្សានៅ Monash University កាន់តែច្រើនបន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅថ្នាក់ឆ្នាំមូលដ្ឋាននៅ Monash Belti IU Cambodia ឯកឧត្តមបណ្ឌិតលីឆេងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិតកឹមសេដ្ឋានីនិងឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាផ្លូវការរវាងសាកលវិទ្យាល័យ Belti អន្តរជាតិនិង Monash College ឯកឧត្តមបណ្ឌិតសង្ឃឹមជឿជាក់ថាបន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះសាកលវិទ្យាល័យនឹងទទួលបានការគាំទ្រកាន់តែច្រើននិងបង្កើនទំនុកចិត្តកាន់តែខ្ពស់ជូនអាណាព្យាបាលសិស្សនិស្សិតជាតិអន្តរជាតិលើការបណ្ដុះបណ្ដាលជាពិសេសកម្មវិធីសិក្សាដែលមានស្តង់ដារអន្តរជាតិដោយនិស្សិតអាចសិក្សាថ្នាក់ឆ្នាំមូលដ្ឋាននៅ Monash Belti IU Cambodia ហើយអាចបន្តការសិក្សាឆ្នាំទី2ទី3និងទី4សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេលសិក្សា3ឆ្នាំនៅ Monash University នៃប្រទេសអូស្ត្រាលីជាមួយគ្នានេះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមានប្រសាសន៍ថាការអប់រំគឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុតដែលបានផ្ដល់ឱកាសអភិវឌ្ឍជំនាញចំណេះដឹងនិងសមត្ថភាពជូនដល់យុវជនតាមរយៈទំនាក់ទំនងដ៏ល្អរវាងកម្ពុជាអូស្ត្រាលីជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាជាច្រើននាក់បានទៅបន្តការសិក្សានៅអូស្ត្រាលីឯកឧត្តមបានបង្ហាញក្តីសប្បាយរីករាយនិងមោទនភាពដែលមានអតីតនិស្សិតជាច្រើនរូបបានបញ្ចប់ការសិក្សាពីអូស្ត្រាលីមានឱកាសបានចូលបម្រើការងារក្នុងជួររាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នកម្ពុជាក៏ដូចជាក្នុងអាជីវកម្មផ្ទាល់ខ្លួនឯកឧត្តមក៏បានកោតសរសើរនៅចក្ខុវិស័យរបស់សាកលវិទ្យាល័យ Belti អន្តរជាតិក្នុងការពង្រីកភាពជាដៃគូអន្តរជាតិជាពិសេសជាមួយ Monash University នាពេលនេះក្នុងឱកាសដ៏ឧត្តមឧត្តមនោះលោកជំទាវបណ្ឌិតកឹមសេដ្ឋានីបានថ្លែងអបអរសាទរសាកលវិទ្យាល័យ Belti អន្តរជាតិនិង Monash College ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាផ្លូវការនិងសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងទទួលបានជោគជ័យជាពិសេសអាចបន្តរីកចម្រើនដើម្បីធានាបាននូវការអប់រំកាន់តែល្អប្រសើរសម្រាប់សិស្សនិស្សិតកម្ពុជា
ជាលោកជំទាវបណ្ឌិតបានវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យបេតធៀអន្តរជាតិក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាដែលនឹងបង្កើននូវមូលធនមនុស្សក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលោកជំទាវបណ្ឌិតក៏បានផ្ដាំផ្ញើដល់សិស្សនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងសមត្ថភាពនិងជំនាញរបស់ខ្លួនដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើននាពេលអនាគតជាទីបញ្ចប់លោកជំទាវបណ្ឌិតនិងឯកឧត្តមអគ្គរដ្ឋទូតរួមជាមួយគណៈអធិបតីនិងប្រតិភូទាំងអស់បានអញ្ជើញទស្សនកិច្ចអគារស្នាក់នៅរបស់និស្សិតបន្ទប់ហ្វឹកហាត់អាកាសយានិកបណ្ណាល័យ Digital និងផ្នែកសំខាន់ៗរបស់សាកលវិទ្យាល័យផងដែរ Your Excellency, ladies and gentlemen,